បាទមិនមែនអ្នកលក់ម្ហូបទេហើយក៏មិនមែនប្រម៉ូតម្ហូបដែរថ្ងៃនេះខ្ញុំមានកម្មវិធីជាមួយបងប្រុសបាទនេះជាម្ហូបទី1បាទនេះទិញពីផ្សារមិនមែនធ្វើខ្លួនឯងទេបាទនេះបានទិញបាទគឺជាត្រីញៀនណាបងប្អូនបាទទាំងអស់នេះពីមុខនេះគឺទិញគេតែសម្រាប់ទឹកជ្រលក់ធ្វើដោយផ្ទាល់ដៃមិញបងប្រុសបានបុកហើយប៉ុងហើយបន្លែចំនួន2ថាសណាបង្ហាញមួយថាសហើយស្ពៃក្តោបនេះគឺស្ពៃក្តោបដែលខ្ញុំបេះទៅមិញបាទឥឡូវនេះឆាមួយចានធំហ្មងធម្មជាតិហើយម្ហូបដែលឆ្ងាញ់ជាងគេព្រឹកឡើងនឹកឃើញបបរសគឺត្រីងៀតនេះតោះនាំអារម្មណ៍ទៅមើលអ្នកអាំងដលងទាំងអស់គ្នាវេបាទអាំងដលងបងប្អូនណោះយើងមានដលងមួយចង្ក្រានបាទមិនមែនមួយសង្ក្រានទេគឺនេះថែមមុខកញ្ឆែងទៀតយើងប្រហែលជា2ទៅ3គ្រួសារបាទយប់ហ្នឹងគឺមិនដឹងអ្នកណាទៅមុនអ្នកណាទៅក្រោយទេតែធានាដឹងថាសុបាយហ្មងយប់នេះបាទធានាថាសុបាយមកអស់ដៃប៉ុន្តែព្រឹកឡើងធ្វើការធម្មតាមានអារម្មណ៍សុបាយចិត្តដែលបានមកដល់ទីតាំងដែលជាក្តីសម័យរបស់ខ្លួនឯងថាមានចំការមួយមានផ្ទះតូចល្មមហើយរស់នៅដោយសុខដុមរមនាតែមិនមែនជាផ្ទះយើងក៏យើងសុបាយចិត្តដែរអត់សុបាយចិត្តជំនួសខ្លួនឯងតែមានចំការក្រោយផ្ទះដកធូនមកវើយហើយមានក្តីសុខជាមួយនឹងក្រុមគ្រួសារអញ្ចឹងណាបើខ្ញុំធ្វើបានប៉ុណ្ណេះក៏ខ្ញុំមានអារម្មណ៍ថាសុបាយចិត្តបាទមានអារម្មណ៍ថាសុបាយចិត្តប្រាប់ខ្លួនឯងធ្វើបានប៉ុណ្ណេះមានការគ្រប់គ្រងពីបងប្អូនច្រើនទេបងមុនដំបូងគាត់អត់ដឹងថាខ្ញុំមកធ្វើចំការហ្នឹងទេតែនេះចិត្តរបស់ខ្លួនឯងស្រឡាញ់បាទដែលមានបងប្អូនគិតថាធ្វើមិនកើតឬក៏ធ្វើមិនបានទេមានដែរនិយាយទេដែរអូមិនធ្វើបានអីវាទេបាទមានប្រយោជន៍អីទេណោះមើលសាច់ឈាមទៅថាបាទធ្វើមិនកើតទេសាច់ឈាមភ្នែកតឹងដល់ពេលឥឡូវគាត់ប្រសើរច្រើនដែរអត់ធ្មត់ការងារយើងធ្វើបានប៉ុណ្ណេះឃើញខ្លែផ្កាប៉ុណ្ណេះគាត់ក៏សុបាយចិត្តជាមួយយើងខ្លាំងបាទនិយាយចំទៅបងក៏ជាមន្ត្រីយោធាម្នាក់បម្រើជាតិបាទខ្មែរយើងមួយរូបដែរប៉ុន្តែអត់បញ្ចេញសមាធិហ្នឹងទេព្រោះថាគាត់ថាបងរាល់ថ្ងៃនេះនៅតែបម្រើបាទប្រទេសជាតិជាកងពលមួយដែរនៅជាមួយនឹងកងពលមួយដែរអញ្ចឹងបងមានមហិច្ឆតាបែបនេះបាទគឺខ្លាំងណាស់ដីចូលសង់តែមហិច្ឆតាឯងតែបងដាំដុះនៅខាងក្រោយខ្នងនេះអ្នកខ្លះអត់ទេអត់ដែរសូវរវល់ក្រុមគ្រួសារទេក្តីសុខណាស់បងអត់មានទេមិនងាយមិត្តតុភូមិជារឿងមួយយើងគួរតែជួយបាទក្រុមគ្រួសារក៏ជាចំណែកមួយដែរបាទយើងត្រូវតែជួយទាំងពីរបាទសំខាន់ទៅលើមនុស្សដែលឧស្សាហ៍មិនឧស្សាហ៍ទៅបងយើងគិតពីការងារខ្លួនឯងមិនគិតអ្នកដតីឬក៏ក្រុមគ្រួសារតែជារឿងមួយផ្សេងអញ្ចឹងនេះជាក្តីស្រឡាញ់របស់បងហើយខ្ញុំលើកសរសើរចិត្តបងចេញតាមរយៈវីដេអូហ្មងណាជាសាធារណៈអញ្ចឹងតែនេះយើងប្រហែលជាជួបគ្នាបន្តិចទៀតប្រហែលជាមានច្រើនអ្នកទៀតเนาะបាទអញ្ចឹងមានតែរងចាំទេណាអរគុណច្រើនបង